ទំលុះរបាំងប្រវត្តិសាស្ត្រជាង4ទសវត្សរ៍អាមេរិកដកទណ្ឌកម្មប្រេងអ៊ីរ៉ង់និងអនុញ្ញាតឲ្យប្រើប្រាស់ប្រាក់ដុល្លាររបបថ្មីនៃប្រវត្តិសាស្ត្រទីបំផុតសហរដ្ឋអាមេរិកបានសម្រេចលើកលែងទណ្ឌកម្មប្រេងលើអ៊ីរ៉ង់ហើយពលគឺអនុញ្ញាតឲ្យទីក្រុងតេហេរ៉ង់អាចលក់ប្រេងគិតជាប្រាក់ដុល្លារជាលើកដំបូងបំផុតក្នុងរយៈពេល4សតវត្សរ៍ចុងក្រោយនេះតាមការចុះផ្សាយរបស់ BBC នៅថ្ងៃទី23ខែមិថុនាឆ្នាំ2026បានឲ្យដឹងថាក្រសួងរដ្ឋាភិបាលអាមេរិកបានចេញការលើកលែងទណ្ឌកម្មជាប្រវត្តិសាស្ត្ររយៈពេល60ថ្ងៃដែលអនុញ្ញាតឲ្យអ៊ីរ៉ង់អាចផលិតដឹកជញ្ជូនព្រមទាំងលក់ប្រេងឆៅនិងផលិតប្រេងកាតរបស់ខ្លួននៅលើទីផ្សារសេរីដោយប្រើប្រាស់រូបិយប័ណ្ណប្រាក់ដុល្លារអាមេរិករហូតដល់ថ្ងៃទី21ខែសីហាឆ្នាំ2026មិនតែប៉ុណ្ណោះការលើកលែងនេះថែមទាំងអនុញ្ញាតឲ្យមានការនាំចូលប្រេងឆៅនិងផលិតប្រេងគីមីឥន្ធនៈរបស់អ៊ីរ៉ង់ដោយផ្ទាល់ទៅកាន់សហរដ្ឋអាមេរិកផងដែរដែលនេះគឺជារឿងមិនធ្លាប់មានទាល់តែសោះបើគិតចាប់តាំងពីឆ្នាំ1979មកជុំវិញរឿងនេះអ្នកវិភាគជាច្រើនយល់ឃើញថាការបន្ធូរបន្ថយទណ្ឌកម្មនេះអាចជួយបង្កើនការផ្គត់ផ្គង់ប្រេងនៅលើទីផ្សារពិភពលោកនិងរួមចំណែកកាត់បន្ថយសម្ពាធលើតម្លៃប្រេងខណៈដែលកិច្ចចរចាសន្តិភាពរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេហេរ៉ង់កំពុងបន្តដំណើរការរាយការណ៍ដោយខ្ញុំបាទនីវុធី